ត្រូវរៀនគិតឲ្យបានថាអ្នកណាធ្វើអ្វីនិយាយអ្វីដាក់យើងឬគ្រាន់តែអធ្យាស្រ័យរបស់គេយ៉ាងណាបើគេមិនបានមកសម្លាប់យើងទេនោះគឺគេល្អចំពោះយើងហើយចំណែកយើងបានរស់នៅក្នុងថ្ងៃនេះត្រូវខំប្រឹងប្រែងយកជីវិតមកធ្វើល្អឲ្យខ្លួនឯងទៅវាគួរឲ្យយើងគ្រប់គ្រាន់ហើយត្រូវចាំថាសេចក្តីស្លាប់នឹងមិនមករកយើងពេលណានោះគឺមិនមានឡើយជីវិតគឺជាការដើរផ្លូវរូបកាយដូចជាផ្ទះសំណាក់មានលោភៈមួយពេលនាំឲ្យកើតទុក្ខស្ដាយក្រោយអស់មួយជីវិតលោភៈក្នុងរបស់មួយនាំឲ្យមានលោភៈក្នុងរបស់មួយទៀតការងារក្នុងលោកមិនមានទីបញ្ចប់ព្រោះតែលោភៈពីមួយជាតិទៅមួយជាតិបើមិនមានលោភៈទេក៏មិនមានរបស់ដែលគួរឲ្យជាប់ជំពាក់ដែរអត្ថបទជាបន្តកែបានកែមិនបានចោលយើងមានទុក្ខអ្នកដទៃក៏មានទុក្ខដែរគ្រាន់តែគេមិនបានប្រាប់យើងសពគ្រប់ប៉ុណ្ណោះដូច្នេះការមានទុក្ខទៅជារឿងធម្មតារបស់មនុស្សកាលបើយើងមានទុក្ខក្នុងរឿងអ្វីត្រូវពិនិត្យមើលហេតុនៃសេចក្តីទុក្ខនឹងឯងឲ្យឃើញថាហេតុនៃសេចក្តីទុក្ខគឺតណ្ហាដែលមិនចេះគ្រប់ជាមួយនឹងរបស់ដែលមានម្ល៉េះហើយតណ្ហាវារមែងបង្កហេតុនៃសេចក្តីទុក្ខផ្សេងទៀតគឺព្រោះមកអំពីតណ្ហាហេតុណាដែលអាចកែខៃបានក៏កែខៃទៅគឺហេតុណាដែលកែខៃមិនបានទេគឺត្រូវកំណត់ដឹងហើយលះបង់ដោយបហានៈបរិញ្ញាគឺវិបស្សនាញាណនិងមគ្គញាណដូចជារូបកាយដែលកើតមកហើយអញ្ចឹងអ្វីកែបានក៏កែទៅអ្វីដែលកែមិនបានទេទុកឲ្យវាឆេះនឹងភ្លើងក្នុងជាបណដ្ឋានឬកប់ចោលក្នុងផែនដីទៅដូច្នេះទើបមិនមានកង្វល់កំហុសដែលកន្លងទៅហើយយើងអាចកែបានគឺធ្វើថ្ងៃនេះឲ្យល្អជាទីបំផុតអ្វីដែលកែមិនបានគឺត្រូវកប់វាក្នុងអតីតកាលនោះទៅកុំទៅរើកុំទៅកកាយសាកសពនោះយកមកឲ្យធំក្លិនស្អុយធ្វើអ្វីព្យាយាមជីកយកមាសយករតនៈគឺអរិយទ្រព្យឯនេះវិញក្រទ្រព្យមិនមែនបានន័យថាថោកទាបឯការមានទ្រព្យក៏មិនមែនប្រែថាខ្ពង់ខ្ពស់ថ្លៃថ្នូរនោះដែរគឺវាស្ថិតនៅលើការប្រព្រឹត្តរបស់មនុស្សម្នាក់ម្យ៉ាងទៀតក្រទ្រព្យមិនមែនបានន័យថាមានទុក្ខចំណែកបានទ្រព្យក៏មិនមែនប្រែថាបានសុខដែរចំពោះសុខទុក្ខនេះគឺមានទាំងផ្លូវកាយទាំងផ្លូវចិត្តអាចនៅជាមួយបានទាំងអ្នកមានទាំងអ្នកក្រដូច្នេះមនុស្សយើងគួរយកចិត្តទុកដាក់ចំពោះគុណតម្លៃនៃជីវិតឲ្យជាការសំខាន់ទោះមានឬក្រយ៉ាងណាក៏ដោយព្រោះជីវិតដែលមានតម្លៃទៅដោយគុណធម៌នាំឲ្យសម្រេចនៅប្រយោជន៍ទាំងពួងទាំងប្រយោជន៍ខ្លួនឯងទាំងប្រយោជន៍អ្នកដទៃនេះទើបជាខ្លឹមសារនៃជីវិតភ្ញៀវក្នុងជីវិតរបស់យើងរូបកាយរបស់យើងគឺជាផ្ទះសំណាក់នៃរោគគឺថារោគដូចជាភ្ញៀវចូលចេញចូលជាធម្មតាចំណែកអាយតនៈ6ខាងក្នុងមានភ្នែកត្រចៀកជាដើមក៏ទទួលភ្ញៀវទៅតាមទ្វាររបស់ខ្លួនគ្រប់ទាំង6ទ្វារមានរូបសម្លេងជាដើមជាភ្ញៀវមកហើយក៏ទៅរហូតជានិច្ចទាំងអស់នេះជាភ្ញៀវបរមត្តតាមទ្វារទាំង6ឯចំណែកភ្ញៀវបញ្ញត្តិវិញគឺយើងអរគុណហើយត្រង់ដែលឃើញតម្លៃនៃជីវិតរបស់យើងហើយបានមកស្រឡាញ់យើងលុះដល់ភ្ញៀវនោះត្រឡប់ទៅវិញបែរខ្នងដាក់យើងក៏យើងសូមអរគុណដែរត្រង់ដែលទុកឲ្យយើងឃើញគុណតម្លៃនៃជីវិតរបស់យើងដោយខ្លួនឯងព្រមទាំងអរគុណចំពោះសេចក្តីល្អផ្សេងដែលបានធ្វើក្នុងពេលមកស្នាក់នៅក្នុងជីវិតរបស់យើងទាំងបានផ្ដល់ឱកាសឲ្យយើងបានធ្វើល្អជាមួយទៀតផងអ្វីដែលកើតឡើងក្នុងជីវិតរបស់យើងគឺសុទ្ធតែជាធម្មតាទាំងអស់ចូលពិសោធន៍មើលខ្លួនឯងដោយការសាងសេចក្តីល្អរហូតអស់ជីវិតដោយពាក្យគេថាចម្ងាយផ្លូវពិសោធន៍សេះពេលវេលាពិសោធន៍មនុស្សគុណតម្លៃនៃការកើតស្លាប់មួយជាតិនៅត្រង់ណាបើមិនមែននៅត្រង់ចំណេះដឹងនិងគុណធម៌ទេនោះទំនុកបំរុងរូបរាងកាយប៉ុណ្ណាក៏ត្រូវចោលក្នុងលោករបស់ជាទីស្រឡាញ់ហួងហែងសំបីបន្តិចបន្តួចក៏មិនបានជាប់តាមទៅស្រុកខ្មោចដែរបុគ្គលជាទីស្រឡាញ់ស្ទើរលេខក៏មិនចូលក្តាមឈូសជាមួយនឹងយើងទៀតអ្វីនៅក្នុងស្រុកមនុស្សនេះពេញទៅដោយភាពមាយាឯខ្លឹមពិតប្រាកដគឺគុណធម៌ក្នុងចិត្ត
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាកាយនេះមិននៅយូរប៉ុន្មានឡើយតែមានវិញ្ញាណទៅប្រះហើយនឹងដេកសង្កត់នៅលើផែនដីដូចអង្កត់អស់រកប្រយោជន៍គ្មានឡើយតើគួរថែកាយបណ្ដោយចិត្តឬត្រូវប្រើកាយដើម្បីអប់រំចិត្តមនុស្សល្ងងបម្រើរូបកាយទុករូបកាយជាចវាយនាយប៉ុន្តែមនុស្សឆ្លាតវិញចិញ្ចឹមរូបកាយទុកឲ្យជាអ្នកបម្រើគឺប្រើរូបកាយក្នុងប្រយោជន៍អប់រំចិត្តឲ្យចិត្តសម្បូរទៅដោយចំណេះដឹងនិងគុណធម៌ព្រោះចិត្តដែលទូមានល្អហើយរមែងនាំមកនៅសេចក្តីសុខត្រូវដាស់តឿនខ្លួនឯងថាប្រយ័ត្នរស់នៅចោលឥតប្រយោជន៍គឺត្រូវប្រយ័ត្នគ្រប់ពេលជីវិតរាល់ថ្ងៃមានធម៌ពិតស្រាប់ហើយតាមទ្វារទាំង6ស្ដាប់ទៅរៀនទៅសិក្សាទៅរលឹកដឹងទៅបានអស់ខ្វល់នឹងខ្លួនឯង